សូមស្វាគមន៍មកកាន់ Channel សំឡេងសៀវភៅទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកអត្ថបទមួយដែលមានចំណងជើងថានាវាសមុទ្រតើខ្លឹមសារក្នុងអត្ថបទនេះមានអត្ថន័យយ៉ាងណាយើងចូលទៅស្ដាប់ទាំងអស់គ្នានាវាមហាសមុទ្រសូមកុំទាន់វេតម្លៃអ្នកសាកល្បងដែលទទួលបរាជ័យតែគួរវេតម្លៃអ្នកដែលបរាជ័យមុនសាកល្បងអ្នកប្រដាល់ជើងឯងសុទ្ធតែធ្លាប់បែកមុខបែកមាត់មេតបធំសុទ្ធតែធ្លាប់រងរបួសឬជួបគ្រោះអាសន្នផ្សេងអ្នកចំនួនធំសុទ្ធតែធ្លាប់ខាតបង់ឬជួបវិបត្តិសេដ្ឋកិច្ចឆាកជីវិតរបស់យើងម្នាក់ដែលទោះជាយើងចង់គេចឲ្យផុតពីក្តីវិបត្តិផ្សេងយ៉ាងណាក៏ដោយក៏នៅតែមិនអាចគេចផុតបានដែរហេតុនេះប្រការសំខាន់ត្រូវតែទទួលស្គាល់ថាការចង់ធ្វើអ្វីឲ្យបានធំធេងលុះត្រាតែយើងបានឆ្លងកាត់ក្តីលំបាកដ៏ធំធេងជាមុនសិនបើសិនជាមិនចង់បែកមុខបែកមាត់ទេមានតែកុំឡើងលើសង្វៀនហើយបើមិនហ៊ានឡើងលើសង្វៀនទេសូមកុំច្រណែនពេលឃើញអ្នកដតីទទួលរង្វាន់រឿងគឺមានតែប៉ុណ្ណឹងក្រុមហ៊ុនធានារ៉ាប់រង Reuters របស់អង់គ្លេសធ្លាប់ដេញថ្លៃយកនាវាសមុទ្រមួយគ្រឿងនាវាមួយគ្រឿងនេះធ្លាប់បានធ្វើដំណើរក្នុងមហាសមុទ្រនៅតំបន់អឺរ៉ុបភាគខាងកើតតាំងពីឆ្នាំ1894មកម្ល៉េះតាមប្រវត្តិនៃការធ្វើដំណើរនាវាមួយនេះធ្លាប់ធ្វើដំណើរក្នុងសមុទ្រនៅខណៈពេលមានកំណកភ្នំតកក138លើកបុកទាំងថ្ម116លើកគ្រោះអគ្គីភ័យ13លើកត្រូវព្យុះបោកបោះបង្គោលនាវាបាក់ដល់ទៅ207លើកប៉ុន្តែវាមិនដែលលិចម្ដងណាសោះឡើយដោយសារតែនាវានេះធ្លាប់ឆ្លងកាត់ហេតុការណ៍អស្ចារ្យជាច្រើននឹងធ្វើឲ្យក្រុមហ៊ុនបានទទួលប្រាក់កម្រៃធានារ៉ាប់រងពីនាវានោះក៏ច្រើនក្រាស់ក្រែលណាស់ដែរទើបក្រុមហ៊ុនធានារ៉ាប់រង Reuters សម្រេចចិត្តដេញថ្លៃទិញយកនាវាមួយនេះពីប្រទេសហូឡង់និងប្រគល់ទុកជូនជាសម្បត្តិជាតិបច្ចុប្បន្ននាវានេះត្រូវគេចតតម្រៀបនៅឯសារមន្ទីរនាវានៃប្រទេសអង់គ្លេសប៉ុន្តែមនុស្សដែលធ្វើឲ្យនាវានេះមានឈ្មោះល្បីល្បាញជាទីចាប់អារម្មណ៍នៃស្រទាប់មហាជនគឺជាមេធាវីម្នាក់ដែលបានមកទស្សនានៅសារមន្ទីរនេះឯងកាលនោះមេធាវីម្នាក់នេះទើបតែចេញក្តីមួយថ្មីកូនក្តីរបស់គាត់បានសម្លាប់ខ្លួនដោយសារតែចេញក្តីនេះទោះបីវាមិនមែនជាការចេញក្តីលើកដំបូងក្នុងដំណើរការក្តីឲ្យកូនក្តីហើយក៏មិនមែនជាការសម្លាប់ខ្លួនដំបូងរបស់កូនក្តីដែរប៉ុន្តែរាល់ពេលដែលជួបប្រទះនឹងរឿងបែបនេះគាត់តែងស្ដីបន្ទោសឲ្យខ្លួនឯងនិងមិនដឹងថាតើគួររកវិធីដូចម្តេចដើម្បីលួងលោមនិងផ្ដល់កម្លាំងចិត្តដល់បណ្ដាអ្នកជំនួញដែលជួបប្រទះនឹងគ្រោះកាមទាំងនោះនៅពេលបានឃើញនាវាដោយរៀបរាប់ពីខាងលើនៅឯសារមន្ទីរនោះគាត់ក៏ផុសគំនិតមួយឡើងភ្លាមថាចុះហេតុអ្វីក៏ពួកគេមិនព្រមនាំគ្នាមកទស្សនានាវាមួយនេះក្រោយពីគិតដូច្នេះហើយគាត់ក៏បានកត់ត្រាប្រវត្តិរបស់នាវាព្រមទាំងថតរូបទុករួចហើយគាត់ក៏យករូបថតនោះទៅដាក់ស៊ុំយ៉ាងរៀបរយនិងដាក់ព្យួរតាំងនៅនឹងជញ្ជាំងការិយាល័យមេធាវីរបស់គាត់រៀងរាល់លើកដែលមានកូនក្តីជាអ្នកជំនួញមកសុំឲ្យគាត់ជួយដំណើរការក្តីមិនថាក្តីនោះឈ្នះឬក៏ចាញ់ក៏ដោយគាត់តែងតែណែនាំកូនក្តីទាំងអស់ឲ្យមើលទៅរូបភាពរបស់នាវានោះនាវាមួយនេះបានបង្ហាញយើងឲ្យដឹងថាគ្រប់នាវាដែលត្រាច់ចរនៅលើមហាសមុទ្រគ្មាននាវាណាដែលមិនធ្លាប់ជួបនឹងគ្រោះភ័យនោះឡើយមនុស្សយើងម្នាក់ត្រូវតែទទួលស្គាល់អំពីកំហុសឆ្គងនិងក្តីបរាជ័យថាវាជារឿងធម្មតាហើយវានឹងកើតមានជាញឹកញាប់លើអ្នកដែលបានសម្រេចជោគជ័យក្នុងជីវិតច្រើនជាងអ្នកមិនមានជោគជ័យទៀតផងការរៀនសូត្រពីបរាជ័យគឺការដើរឆ្ពោះទៅរកជោគជ័យបើមិនធ្លាប់ចាញ់គឺបានន័យថាមិនដែលឈ្នះ
បើមិនធ្លាប់ភ្លក់រសជាតិល្វីងជូរចត់ទេនោះយើងក៏នឹងគ្មានឱកាសបានក្រេបរសជាតិដ៏ឆ្ងាញ់ពិសានៃជ័យជំនះដែរឧបសគ្គនិងបរាជ័យគឺជាកម្មចន្ទើឆ្ពោះទៅរកជោគជ័យអ្នកត្រូវតែហ៊ានជន់លើកម្មចន្ទើទាំងនេះទោះជាក្តៅឬមានបន្លាអ្នកក៏មិនអាចរំលងវាបានដែរលើកលែងតែអ្នកចង់នៅដដែលអ្វីវាសំខាន់លើការសម្រេចចិត្តរបស់អ្នកចង់ធ្វើជាទូកនៅក្នុងបឹងឬចង់ធ្វើជានាវាមហាសមុទ្រមនុស្សវាតម្លៃខ្លួនឯងទៅតាមអ្វីដែលគិតថាខ្លួនធ្វើបានតែអ្នកដទៃគេវាតម្លៃយើងទៅលើលទ្ធផលដែលយើងធ្វើបានមាសសុទ្ធមិនខ្លាចភ្លើងឡើយ